ថ្ងៃនេះមកកាត់ដើមតលទៀតហើយបងប្អូនគ្នាគឺមកកាត់ដើមតលដើម្បីយកទៅធ្វើសម្លប្រហើរហូបមុនខ្ញុំបានបង្ហាញម្ដងហើយតែឆ្នាំនេះគឺវាដល់រដូវកាលដែលវាត្រូវដោះទៀតហើយអញ្ចឹងខ្ញុំមកបង្ហាញម្ដងទៀតពីធ្វើងាយៗសម្រាប់អ្នកដែលគាត់ចង់ហូបអញ្ចឹងណាតាមតំបន់ខ្លះគេអត់ហូបទេប៉ុន្តែនៅខាងខ្ញុំនេះគឺគេហូបបងប្អូនអ្នកគ្នាឥឡូវយើងត្រូវធ្វើដំណើរពីផ្ទះរបស់យើងទៅរៀងឆ្ងាយដែរអញ្ចឹងវានៅតាមវាច្រើននៅតាមជើងភ្នំសម្បូរខ្លាំងដល់ពេលអញ្ចឹងយើងត្រូវដើរទៅកាត់ជើងភ្នំបានយើងទ្របដើមតលនឹងបានមានតែភ្នំទេវាភ្លៀងជាប់តែកាលណាវាភ្លៀងជាប់គឺវាដោះហើយនៅតាមតំបន់ជិតផ្ទះខ្ញុំវាអត់ទាន់ដោះទេដោយសារវាអត់សូវទាន់ភ្លៀងខ្លាំងអញ្ចឹងណាការហូបវិញគឺគេជីកយកតែអាកំពុំទេព្រោះអីអាដើមដែលវាចាយហើយគឺជីកមកគឺហូបអត់កើតទេវាអាចនឹងលំមាស់ហើយវាពេលដែលយើងស្លទៅវាអត់ផុយវាអត់ល្អហើយបងប្អូនគ្នាអត់ទេយើងដើម្បីសក់វាបានយើងត្រូវតែពាក់ស្រោមដៃបងប្អូនគ្នាបើមិនជាយើងអត់ពាក់ស្រោមដៃទេគឺវានឹងលំមាស់កាត់ដៃឈីបហ្មងអញ្ចឹងយើងសក់យើងចិត្តសបកវាចេញមកបងប្អូនគ្នាហើយសបកវាចិត្តតែអស់ហើយកុំទុកសក់កុហកប្រយ័ត្នហូបទៅលំមាស់អីអត់ដឹងទេហ្នឹងហើយប៉ុន្តែពួកខ្ញុំហូបឡើងស៊ាំឡើងត្រឡប់អស់ហើយអញ្ចឹងវាជារឿងធម្មតាទេបើលំមាស់តិចតួចអីទីសាស្ត្រនៃការស្លម្ហូបមួយមុខនេះគឺងាយទេប៉ុន្តែបើនិយាយពីរឿងរសជាតិវិញគឺឆ្ងាញ់ខ្លាំងមែនតើហ្មងណាហើយបើថារូបរាងរបស់វាអត់សូវស្អាតទេពេលដែលយើងស្លហើយគឺប៉ែដូចបបបាយជ្រូកអញ្ចឹងយើងចិត្តសបករួចយើងមកធ្វើការចិត្តជីចំណិតចេះមកដើម្បីវាឆាប់ផុយល្អបើយើងដាក់ទាំងធំគឺវាងាយផុយទេអាប់ត្រីយើងយកត្រីអាំងមកដាក់បន្ស្លឆ្ងាញ់បើយើងយកត្រីស្រស់ស្លអត់សូវឆ្ងាញ់ហើយវាឆ្អិននឹងឆ្អាបអញ្ចឹងបងប្អូនគ្នាត្រីអាំងយកត្រីអណ្ដែងក៏បានត្រីទក់ក៏បានតែបើគិតថាស្លឆ្ងាញ់គឺយើងយកត្រីអណ្ដែងវិញទៅហើយបន្តមកទៀតប្រើក្រុមការងាររបស់ខ្ញុំជួយធ្វើការលាងអង្ករលាងអីដាក់តាមត្រាំម្សៅអញ្ចឹងណាប្រកាត់ភ្លើប្រកាត់អីអញ្ចឹងទៅជួយគ្នាអ្នកម្ដាយអ្នកមួយជើងមកឆាប់បានហូបបើថាចាំខ្ញុំតែឯងគឺមិនងាយបានហូបទេបាទក្រុមការងាររបស់ខ្ញុំគឺដូចចិត្តមែនតើថាប្រើអីគឺដឹងតែចេញហ្នឹងហើយបាទហើយឥឡូវគាត់ប្រកាត់ភ្លើប្រកាត់រួចធ្វើការដាំទឹកសន្លរបស់យើងហើយទឹកសន្លតតែទឹកសន្លនឹងវាពុះខូចបានយើងចាក់ដើមតនឹងចូលបានមិនអញ្ចឹងទេវាអាចនឹងលំមាស់ទៀតហើយនេះមកបេះជាមួយនឹងជីនឹងលាក់បន្ថែមដើម្បីធ្វើការដាក់ជាមួយនឹងសម្លរបស់យើងឯងសម្លត្រូវតែមានជីនឹងលាក់បើមិនជាអត់មានទេគឺអត់ឈ្ងុយអត់ឆ្ងាញ់ទេហើយកុំភ្លេចកាត់គល់ក្រីពីគល់ផងដើម្បីធ្វើការបុកលាយជាមួយម្សៅដាក់ចូលសម្លរបស់យើងឯងហើយបន្លែប្លុកធម្មជាតិនៅជុំវិញផ្ទះរបស់ខ្ញុំគឺច្រើនខ្លាំងមែនទែនបងប្អូនគ្នាមានសពគ្រប់មកថាទឹកពុះហើយយើងធ្វើការចាក់ជាមួយនឹងអាដើមតលរបស់យើងដែលយើងចិត្តចំណេះរួចហើយចាក់ចូលទៅហើយឃើញច្រើនអញ្ចឹងណាបងប្អូនគ្នាដល់ពេលដែលវាទន់រលួយអស់គឺបន្តិចមួយទេហ្នឹងហើយច្រើនតែពេលដែលយើងចាក់អត់ទាន់ស្លទេញ៉ោចតែម្ដងបន្តមកទៀតយើងមកធ្វើការបុកជាមួយនឹងម្សៅរបស់យើងហើយខ្ញុំអត់សូវបានធ្វើប៉ុន្មានទេខ្ញុំប្រើពួកគាត់ឲ្យជួយដោយសារតែពួកគាត់ហូបដែរអញ្ចឹងត្រូវតែរួមកម្លាំងគ្នាធ្វើបានកើតហើយម្សៅយើងត្រូវតែបុកវាឲ្យម៉ត់ខៃមកបន្តមកទៀតយើងហាន់គល់ក្រីដាក់មកបន្តិចទៅដើម្បីឲ្យវាក្លិនប្រហើអញ្ចឹងណាហ្នឹងហើយខ្ញុំអត់ចង់ដាក់ស្លឹកទេខ្ញុំដាក់គល់តែម្ដងបន្តមកទៀតម្សៅដែលយើងបុកមកនោះយើងធ្វើការចាក់ចូលឆ្នាំងសម្លរបស់យើងផ្លុកទៅហើយយើងកូរវត្តវាបន្តិចទៅបើមិនយើងអត់កូរទេគឺវាអាចនឹងខាស់ក្តិតឆ្នាំងអញ្ចឹងទៅវាអាចនឹងខ្លោចស្លតាមខ្ញុំទៅបងប្អូនគ្នាដឹងតែឆ្ងាញ់ហើយដឹងតែរសជាតិគឺអែមមកទៀតយើងធ្វើការដាក់ជាមួយនឹងត្រីដែលយើងបានបេះទៅសាច់ត្រីបេះទៅសាច់ឆ្អឹងក៏យើងដាក់ទៅចង់ដាក់អីក៏ដាក់ទៅហ្នឹងហើយចង់ដាក់សាច់គោសាច់ក្របីសាច់អីក៏ដាក់ទៅតែខ្ញុំជិះចិត្តត្រីតែនឹងទិញទូខ្ញុំដាក់ត្រីតែនឹងត្រីទូហើយយើងធ្វើការផ្សំគ្រឿងរបស់យើងបាទគ្រឿងរបស់យើងមានអីច្រើនទេមានតែរ៉ាឌីបន្តិចមកស្ករបន្តិចបន្តិចមករួចជាការស្រេចហើយបងប្អូនគ្នាការធ្វើម្ហូបងាយៗប៉ុន្តែឆ្ងាញ់ហើយប្រភេទបែបបន្លែធម្មជាតិទៀតគឺគ្មានជាតិគីមីទេបាទដឹងតែឆ្ងាញ់ 100% ហ្មងឥឡូវនេះគឺថាបានឆ្អិនហើយសម្លរបស់យើងហ្នឹងគឺថាផែដូចបាយជ្រូកអញ្ចឹងឯងកុំមើលងាយឃើញរូបរាងគេអត់សូវស្អាតអញ្ចឹងមែនតែបើនិយាយពីរឿងរសជាតិរបស់គេគឺ10 លើ 10ហ្មងឆ្ងាញ់ខ្លាំងណាស់បងប្អូនគ្នាហើយបន្ថែមជាមួយនឹងជីនឹងលាក់ពីលើបន្តិចទៀតមកអូយអែមខ្លាំងមែនតែនបាទឥឡូវយើងធ្វើការដួសសម្លរបស់យើងនឹងយកទៅញ៉ាំហើយនេះបើថាអេដមីនវិញគឺគាត់ចូលចិត្តខ្លាំងមែនតែនហ្មងអត់តែខ្ញុំស្លម្ដងគាត់ហូបអស់បាយទាំងចានបងប្អូនគ្នាកាយញាត់នេះកាយញាត់រត់តែសាច់ទេបាទមិនមែនកាយរស់អីទេណាគឺថាឆ្ងាញ់ខ្លាំងមែនតែនគឺថាកាយញាត់និយាយដើមគេបដើហូបបាយបដើអីចឹងទៅជាមួយនឹងបាឆែបវាថាត្រូវដៃត្រូវជើងគ្នាខ្លាំងមែនតែនមកបងនេះកូនចៅនឹងមេគេនឹងឯងហើយអេដមីនហ្នឹងគឺថានិយាយគាត់គិតតែអង្គុយស្ដាប់តែដៃរបស់គាត់កាយញាត់ហ្មងគាត់អត់ខ្វាយខ្វល់អីច្រើនទេបាឆែបនិយាយទៅគាត់ស្ដាប់ប៉ុន្តែគាត់នៅតែប្រឹងញាត់ឆ្អែតខ្លាចចម្ពូហើយនឹងបាឆែបហូបអស់ហើយ vlog របស់ខ្ញុំក៏មិនមានអីច្រើនដែរមានតែប៉ុណ្្នឹងទេអរគុណច្រើនដល់ការទស្សនាវីដេអូមួយនេះកុំភ្លេចជួយ share និង follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូនិងសកម្មភាពថ្មីៗពីខ្ញុំបាទចរណៃបាយជម្រាបលាចាំជួបគ្នាវីដេអូក្រោយបន្តទៀតបាទអរគុណច្រើនមកសម្រាប់បងប្អូនណាដែលមានបញ្ហាស្បែកមុនជាប់ម៉ែរកទួលមកប្រើប្រាស់អេតបាត់មកសាកប្រើប្រាស់ជាមួយសលេជូម៉ូអេសាម្ដងមើលសលេជូម៉ូអេសាមានស្តង់ដារមកពីប្រទេសជប៉ុនប្រើប្រាស់មានទំនុកចិត្តគ្មានជាតិកាត់ឬជាតិបកកាន់តែជូតស្បែករបស់យើងកាន់តែតឹងណែនភ្លឺរលោងគ្មានជាងវ័យជួយបង្រួមរនញើសនិងជួយជំរុះកោសិកាចាស់និងក្អែធរីដីនៅលើស្បែករបស់យើងបានល្អខ្លាំងមែនទែនហើយពិសេសនោះគឺវាមានជាតិទឹកផ្ដល់សំណើមទៅកាន់ស្បែករបស់យើងសារធាតុទឹកនោះគឺសារធាតុទឹក collagen គឺវាផ្ដល់សំណើមមកស្បែករបស់យើងតឹងណែនភ្លឺរលោងអញ្ចឹងណាកំប៉ុងនោះមាន30សន្លឹកជួយបានមួយខែពេញហ្មងដូចឃើញអញ្ចឹងគេថាក្អែលទឹកប្រមាណមកអស់ហើយទិញបាននៅលើទីផ្សារឬឆាតកម្មពេកផ្សារធំជាង24ក៏បានដែរចង់បានស្បែកមុខស្អាតប្រើប្រាស់ជាមួយសលេជូម៉ូអេសា